ពុកម៉ែបងប្អូនជាទីគោរពរាប់អានឈានចូលមកដល់ថ្ងៃទី11ខែធ្នូនេះសង្គ្រាមដែលសៀមឈ្លានពានមកលើកម្ពុជាគឺផ្ទុះកាន់តែខ្លាំងបាទខ្លាំងជាងសង្គ្រាមលើកទី1 10 ដង 20 ដងឯណោះបាទសង្គ្រាមលើកទី2ដែលសៀមឈ្លានពានមកលើកម្ពុជានេះគឺខ្លាំងឡើងទំហំនៃសង្គ្រាមគឺរៀលដាល់កាន់តែធំភាពអន្តរាយភាពខ្ទេចខ្ទីគឺកើតមានឡើងកាន់តែច្រើនបាទដោយដែលយើងបានឃើញហើយនៅការបញ្ជាក់របស់ក្រសួងការពារជាតិចាប់ពីព្រឹកថ្ងៃទី11ខែធ្នូនេះថាតើសៀមបើកការវាយប្រហារឈ្លានពានមកលើកម្ពុជាពង្រីកទ័ពចោលរបស់ខ្លួនទៅលើទីតាំងណាខ្លះបាទនៅតាមបណ្ដោយព្រំដែនកម្ពុជានិងសៀមគឺស្ទើរតែទាំងស្រុងដូចនៅថ្ងៃម្សិលមិញក៏ប៉ុន្តែនៅថ្ងៃនេះបាទនៅថ្ងៃទី11ខែធ្នូនេះសន្ទុះនៃការវាយប្រហារសន្ទុះនៃការវាយលោកឈ្លានពានគឺកាន់តែខ្លាំងបាទគឺកាន់តែកក្រើកឡើងដែលខ្ញុំលើកឡើងថាសង្គ្រាមលើកទី2នេះគឺខ្លាំងជាងសង្គ្រាមលើកទី1ខ្លាំងជាង10 ដងខ្លាំងជាង20 ដងឯណោះដែលសៀមប្រើប្រាស់កំភ្លើងធំប្រើប្រាស់កំភ្លើងត្បាល់ប្រើប្រាស់នៅយន្តហោះចម្បាំងប្រើប្រាស់នៅផ្សែងពុលជាដើមអាវុធណាដែលសៀមអាចប្រើបានគឺសៀមចាប់ផ្ដើមប្រើនៅលើសមរភូមិដែលជាស្ដេចរបាយការណ៍គឺបានបញ្ជាក់ត្រឹមថ្ងៃទី11បាទខែធ្នូនៃព្រឹកមិញនេះចំនួនប្រជាជនដែលបានស្លាប់ដោយសារតែគ្រាប់ផ្លោមរបស់ចៅសៀមសរុបគឺចំនួន10នាក់ហើយបាទ10នាក់ក្នុងនោះគឺក៏មានទារកម្នាក់ដែរស្លាប់ចំនួន10នាក់គួរឲ្យអាណោចអាធំណាស់បាទរបួសចំនួន60នាក់កំពុងតែសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យហើយប្រជាជនមិនក្រោមរាប់ម៉ឺននាក់ទេលោកកំពុងតែជំនះខ្លួនលោកកំពុងតែរត់គេចពីការឈ្លានពានរបស់ចៅសៀមលើពីនេះទៅទៀតនៅថ្ងៃទី11នេះផ្ទាល់តែម្ដងសៀមគឺបានបន្តចោទមកកាន់កម្ពុជាថាកម្ពុជាយើងគឺបានជួលទាហានស៊ីឈ្នួលបាទជួលទាហានស៊ីឈ្នួលបរទេសដើម្បីប្រើប្រាស់នៅដ្រូនអត្តឃាតទម្លាក់ទៅលើទាហានរបស់សៀមក៏ប៉ុន្តែក៏ត្រូវបានកម្ពុជាតាមរយៈក្រសួងការពារជាតិក្តីលោកបានបដិសេធបាទលោកបានច្រានចោលទៅនឹងការចោទប្រកាន់ក្នុងចេតនាទុច្ចរិតរបស់ភាគីថៃដែលមានបំណងចង់ឈានប្រើប្រាស់អាវុធកាន់តែទំនើបបាទកាន់តែទំនើបវិប្រហារនៅក្នុងសង្គ្រាមជាមួយនឹងកម្ពុជានាពេលនេះបាទដូចដែលយើងបានឃើញហើយបណ្ដាញសារព័ត៌មានរបស់ថៃក្តីបណ្ដាញសារព័ត៌មានក្រសួងមួយចំនួនរបស់ថៃក្តីផ្នែកយោធាថៃគឺចាប់ផ្ដើមបញ្ចេញនូវព័ត៌មានពិតចាប់ផ្ដើមបំផោងព័ត៌មានជាបន្តដែលជាសង្គ្រាមចិត្តសាស្ត្រដែលផ្សព្វផ្សាយភូតភរកុហកចោទប្រកាន់លៀបពណ៌មកកាន់កម្ពុជាថាកម្ពុជាគឺចាប់ផ្ដើមប្រើប្រាស់នៅយុទ្ធឧបករណ៍សព្វវិវត្តទំនើបបាទដែលចោទថាមានការប្រើប្រាស់នៅ PHL-03 ឬក៏ការចោទប្រកាន់ថាបានជួលនៅទីហ៊ានបរទេសបាទដើម្បីប្រើប្រាស់នៅដ្រូនអត្តឃាតជាដើមក៏ប៉ុន្តែការចោទទាំងនោះសុទ្ធតែជាការចោទដែលមិនពិតសុទ្ធតែជាការចោទដើម្បីយកលេសឲ្យខ្លួនអាចប្រើប្រាស់នៅអាវុធទំនើបវិប្រហារមកលើកម្ពុជាក្នុងចេតនាទុច្ចរិតបាទដូច្នេះបណ្ដាញសារព័ត៌មានរបស់ថៃក្តីបណ្ដាញក្រមយោធារបស់ថៃគឺចាប់ផ្ដើមរៀបចំនៃយុទ្ធសាស្ត្រដែលហៅថាជាសង្គ្រាមចិត្តសាស្ត្រផ្សាយព័ត៌មានទាំងឡាយណាដែលជាព័ត៌មានមិនពិតចោទប្រកាន់មកលើកម្ពុជាផ្សាយព័ត៌មានទាំងឡាយណាដើម្បីវាយបំបាក់ទឹកចិត្តវរៈកងទ័ពកម្ពុជាហើយរឿងដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងបាទរឿងដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនាពេលនេះប្រជាពលរដ្ឋកម្ពុជាសូមចូលរួមទាំងអស់គ្នាត្រូវដឹងអំពីល្បិចរបស់ចៅសៀមនាពេលនេះគឺគេបានបញ្ជាក់ថាសៀមគឺបានបង្កើតនៅគណនីខ្មែរ Facebook ខ្មែរជាច្រើនសហការជាមួយនឹងក្រុមប្រឆាំងជ្រុលនិយមនៅឯក្រៅប្រទេសបាទបង្កើតជាព័ត៌មានคล้ายៗដើម្បីបំបាក់ទឹកចិត្តវរៈកងទ័ពយើងតាមរយៈការផ្សាយលើកដំកើងកងទ័ពរបស់សៀមកោតសរសើរកងទ័ពរបស់សៀមជាភាសាខ្មែរហើយថែមទាំងចែកចាយនៅព័ត៌មានមិនពិតទាំងឡាយទាក់ទងទៅនឹងការស្លាប់របស់កងទ័ពកម្ពុជាថាស្លាប់អ្នកនេះថាស្លាប់អ្នកនោះស្លាប់នៅទីតាំងនេះបាទស្លាប់នៅទីតាំងនោះដើម្បីធ្វើយ៉ាងណាផ្សព្វផ្សាយឲ្យវរៈកងទ័ពមានការបាក់ទឹកចិត្តជាដើមជាចេតនាអាក្រក់ជាចេតនាដែលហៅថាចិត្តសាស្ត្រនៅក្នុងសង្គ្រាមវិបំបាក់ស្មារតីទឹកចិត្តប្រយុទ្ធរបស់គូសត្រូវដែលត្រង់ចំណុចនេះសូមពុកម៉ែបងប្អូនយើងតោងចាប់អារម្មណ៍ទាំងអស់គ្នានៅពេលដែលឃើញព័ត៌មានទាំងឡាយតាក់ទងទៅនឹងការផុសកងទ័ពស្លាប់សូមកុំចែករំលែកឲ្យសោះពីព្រោះមិនបានផ្ដល់ផលចំណេញអ្វីសម្រាប់កងទ័ពនោះទេក៏ប៉ុន្តែមានតែធ្វើឲ្យកងទ័ពយើងនៅពេលដែលឃើញគឺបាក់ទឹកចិត្តតែប៉ុណ្ណោះបាទគឺបាក់ទឹកចិត្តតែប៉ុណ្ណោះក៏ប៉ុន្តែសូមឲ្យពុកម៉ែបងប្អូនយើងចូលរួមផ្សាយចុះតាក់ទងទៅនឹងការស្លាប់របស់ទាហានសៀមបាទតាក់ទងទៅនឹងការវិនិច្ឆ័យអន្តរាយរបស់ទាហានសៀមនៅតាមបន្ទាត់ព្រំដែនទោះបីណាជាពិតក្តីមិនពិតក្តីសូមបន្តចែកចាយចូលរួមនៅក្នុងសង្គ្រាមចិត្តសាស្ត្រទាំងអស់គ្នាលើពីនេះទៅទៀតយើងក៏គួរតែចូលរួមផ្សាយក៏គួរតែចូលរួមចែករំលែកនៅព័ត៌មានទាំងឡាយដែលតាក់ទងទៅនឹងការឈ្លានពានរបស់សៀមដែលធ្វើឲ្យប្រជាជនយើងស្លាប់បាទរងរបួសជាដើមចំនួនប្រជាជនដែលស្លាប់មកដល់ថ្ងៃនេះ10នាក់យើងចូលចែករំលែកចំនួនប្រជាជនដែលរងរបួស60នាក់សូមចូលចែករំលែកបញ្ចេញសារថ្កោលទោសសៀមដែលឈ្លានពានមកលើកម្ពុជាបង្ហាញទៅកាន់សហគមន៍អន្តរជាតិឲ្យបានឃើញពីព្រោះថាការផ្សាយបែបនេះការបង្ហាញបែបនេះគឺជាផុសតាងដែលយើងបង្ហាញទៅកាន់សហគមន៍អន្តរជាតិបង្ហាញទៅកាន់អន្តរជាតិឲ្យបានឃើញថាថៃឈ្លានពានទាំងកំរោលមកលើកម្ពុជាថៃគឺជាអ្នកខុសសុទ្ធសាធដូច្នេះសូមចូលរួមទាំងអស់គ្នាបាទពុកម៉ែបងប្អូនតាក់ទងទៅនឹងចំណុចនេះលើពីនេះទៅទៀត
តាក់ទងទៅនឹងពុកម៉ែបងប្អូនយើងដែលមានសមាជិកគ្រួសារជាវរៈកងទ័ពដែលកំពុងតែប្រយុទ្ធច្បាំងតតាំងទៅនឹងខ្មាំងសត្រូវនាពេលនេះសូមមេត្តាកុំខលបាទសូមមេត្តាកុំខលទូរស័ព្ទទៅវរៈកងទ័ពទាំងឡាយដែលជាសមាជិកគ្រួសារជាបងក្តីជាប្អូនក្តីនៅអំឡុងពេលផ្ទុះសង្គ្រាមនេះបាទពីព្រោះថាប្រសិនណាបើពួកគាត់បិទអ៊ីនធឺណិតបិទសេវាទូរស័ព្ទគឺមិនធ្វើទេបាទគ្រាន់តែយើងមិនអាចខលចូលបានក៏ប៉ុន្តែប្រសិនណាបើពួកគាត់បើកអ៊ីនធឺណិតបាទបើកសេវាទូរស័ព្ទហើយយើងខលចូលគឺប្រកបណាស់ហាក់បីដូចជានាំទុកហាក់បីដូចជានាំភាពអន្តរាយទៅដល់បងប្អូនយើងយ៉ាងដូចនោះដែរបាទទៅដល់វរៈកងទ័ពយើងយ៉ាងដូចនោះដែរដូច្នេះសូមកុំខលឲ្យសោះប្រសិនណាបើពួកគាត់មានអ៊ីនធឺណិតមានសេវាគឺសត្រូវងាយនឹងចាប់ទីតាំងបាទសត្រូវងាយនឹងកំណត់ទីតាំងជាពិសេសនៅពេលដែលយើងខលទៅរំខានពួកគាត់គឺបាត់បង់នៅការប្រយុទ្ធបាត់បង់នៅកម្លាំងប្រយុទ្ធវាខ្លាយទៅជាគ្រោះថ្នាក់គឺខ្លាយទៅជាគ្រោះមហន្តរាយសម្រាប់ពួកគាត់ទៅវិញបាទដូច្នេះដើម្បីឲ្យជីវិតរបស់វរៈកងទ័ពយើងប្រយុទ្ធអង្គអាចក្លាហាននៅក្នុងសមរភូមិបងប្អូនប្រជាពលរដ្ឋដែលមានសមាជិកជាវរៈកងទ័ពសូមមេត្តាបាទសូមមេត្តាកុំខលសូមមេត្តាកុំទំនាក់ទំនងតាមរយៈទូរស័ព្ទក្តីឬក៏ប្រព័ន្ធទាំង LINE ណាក្តី Telegram ឬក៏បណ្ដាញដែលអាចទាក់ទងបានសូមកុំខលទំនាក់ទំនងឲ្យសោះបាទដោយសារតែខ្ញុំទទួលបានព័ត៌មានមានបងប្អូនជាសមាជិកវរៈកងទ័ពនៅពេលដែលអំឡុងពេលនៃការផ្ទុះសង្គ្រាមខ្លាំងពួកគាត់គឺព្យាយាមខលទំនាក់ទំនងដើម្បីសួរសុខទុក្ខចង់ដឹងព័ត៌មានបាទចង់ដឹងព័ត៌មានដោយសារតែពួកគាត់បារម្ភគឺច្បាស់ណាស់យើងយល់ទឹកចិត្តពុកម៉ែបងប្អូននៅក្នុងវេលានេះគឺយើងយល់ទឹកចិត្តយ៉ាងច្បាស់ក្នុងនាមជាម្ដាយក្នុងនាមជាបងក្នុងនាមជាប្អូនគឺព្រួយបារម្ភណាស់បាទភ័យតក់ស្លុតសម្រក់ទឹកភ្នែកព្រួយបារម្ភទៅនឹងសុខភាពរបស់បងប្អូនដែលជាវរៈកងទ័ពក៏ប៉ុន្តែនៅក្នុងគណៈពេលនេះបាទសូមកុំបន្តតាក់ទងសូមកុំបន្តខលទៅពួកគាត់ឲ្យសោះកុំឲ្យចេតនានៃក្តីបារម្ភคล้ายទៅជាទុកទោសคล้ายទៅជាភាពអន្តរាយសម្រាប់ពួកគាត់ទៅវិញបាទដូច្នេះខ្ញុំលើកឡើងត្រឹមតែប៉ុណ្ណេះទេដែលពាក់ព័ន្ធទៅនឹងបងប្អូនវរៈកងទ័ពយើងទាំងឡាយសូមយល់បាទសូមយល់នៅត្រង់ចំណុចនេះទាំងអស់គ្នាដោយដែលខ្ញុំបានជម្រាបជូនពុកម៉ែបងប្អូនថាសង្គ្រាមគិតមកដល់ថ្ងៃទី11ខែធ្នូនេះគឺផ្ទុះកាន់តែខ្លាំងបាទកាន់តែខ្លាំងឡើងដែលយើងមើលឃើញថាគឺខ្លាំងជាងសង្គ្រាមកាលពីលើកទី1 10 ដងបាទឬជាង10 ដងឬចូល20 ដងឯណោះបើតាមអ្វីដែលទ័ពជួរមុខគឺបានលើកឡើងបើតាមអ្វីដែលយើងមើលស្ថានភាពជាក់ស្ដែងដែលកំពុងតែកើតមានឡើងនាពេលនេះសង្គ្រាមដែលកំពុងតែផ្ទុះខ្លាំងនាពេលនេះរៀលដាល់ពីតំបន់មួយចូលទៅកាន់តំបន់មួយពីខេត្តមួយចូលទៅកាន់ខេត្តមួយសមរភូមិមួយពង្រីកចូលទៅកាន់សមរភូមិមួយទៀតវិប្រហារកាន់តែធំទៅមកលើអធិបតេយ្យកម្ពុជាក៏ប៉ុន្តែកម្ពុជាមិនមែនដំណោមូលទេបាទមិនមែនដេកមិនមែនឈរឲ្យសៀមវិប្រហារសម្លាប់មកលើប្រជាជនសម្លាប់មកលើកងទ័ពយើងនោះទេសត្វពីបុត្ររបស់កម្ពុជាគឺបានបើកប្រតិបត្តិការឆ្លើយតបទៅនឹងយោធាថៃជាពិសេសគឺអាវុធ BM21 បាទដែលជាអាវុធដ៏ទំនើបដែលជាអាវុធដ៏អង់អាចដែលជាអាវុធដ៏អស្ចារ្យរបស់កម្ពុជាចេញប្រតិបត្តិការស្រោចគំនិតទៅលើខ្មាំងសត្រូវដែលជន់មកលើដីខ្មែរបាទនាពេលនេះសៀមចៅសៀមគឺចូលមកដល់ដីខ្មែរមិនចុះទេបាទពុកម៉ែបងប្អូនដែលមានន័យថាសង្គ្រាមវិទីពីទីតាំងមួយចូលមកដល់ទីតាំងមួយគឺទ័ពថ្មើរជើងរបស់សៀមមិនអាចចូលមកលើដីកម្ពុជាយើងបានទេនៅពេលដែលចូលភ្លាមនឹងអន្តរាយភ្លាមនៅពេលដែលចូលភ្លាមគឺកម្ពុជានឹងកំទេចភ្លាមកងទ័ពកម្ពុជានឹងកំទេចភ្លាមបាទដូច្នេះកងទ័ពសៀមមានតែបើកការបាញ់ផ្លោងមកលើកម្ពុជាប្រើប្រាស់នៅយុទ្ធឧបករណ៍ដែលជាយន្តហោះចម្បាំងហោះក្រវ៉ែនពីលើទម្លាក់គ្រាប់បែកជាដើមក៏ប៉ុន្តែមិនទាន់វាយបំបែកបាទនៅសមរភូមិជួរមុខនៅតាមបន្ទាត់ព្រំដែននៅឡើយគឺប្រឹងរលកាន់តែខ្លាំងស្លាប់កាន់តែច្រើនពីទីតាំងមួយទៅទីតាំងមួយបាទស្លាប់គោជើងជាបន្តមិនថាយុទ្ធភូមិភាគទី4មិនថាយុទ្ធភូមិភាគទី5ទេជាប់បណ្ដាខេត្តដែលជាប់ជាមួយនឹងកម្ពុជាព្រះវិហារពោធិ៍សាត់បាត់ដំបងបន្ទាយមានជ័យឧត្តរមានជ័យគឺកម្ពុជាវាយកំទេចទាំងអស់បាទនៅពេលដែលឈានជើងចូលមកលើដីកម្ពុជាដូច្នេះមានប្រជាពលរដ្ឋយើងយ៉ាងច្រើនលោកចៅសួរថាអំឡុងពេលដែលសង្គ្រាមផ្ទុះខ្លាំងបែបនេះហេតុអ្វីកម្ពុជាមិនប្រើប្រាស់អាវុធទំនើបជាងនេះមិនប្រើប្រាស់អាវុធទំនើបដែលជាសំណាញ់មេក្តីដែលជា PHL-03 ក្តីបាទក៏ប៉ុន្តែយើងត្រូវដឹងថាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំគឺលោកយល់ច្បាស់ណាស់បាទពុកម៉ែបងប្អូនស្ថានភាពបែបណាសង្គ្រាមនៅពេលនេះកម្ពុជាគួរប្រើប្រាស់អាវុធអ្វីបាទកម្ពុជាគួរប្រើប្រាស់អាវុធនៅក្នុងកម្រិតណាឆ្លើយតបជាមួយសៀមស្ថានភាពក្តៅកម្រិតណាដែលកម្ពុជាប្រើប្រាស់អាវុធណាតម្រូវទៅនឹងសង្គ្រាមនាពេលនេះគឺគេយល់ច្បាស់ណាស់អាវុធដែលអាចទប់ទល់បាននៅតែបន្តទប់ទល់មិនអាចបញ្ចេញផ្ដេសផ្ដាស់នៅអាវុធទំនើបរបស់កម្ពុជាឲ្យសៀមបានឃើញឲ្យសៀមបានដឹងនោះទេមិនថាអាវុធទាំងឡាយណាដែលកម្ពុជាមានយើងមិនដឹងទេថាមានអ្វីខ្លះដែលជាអាវុធទំនើបបាទដែលយើងលើកឡើងថាសំណាញ់មេឃឬក៏ PHL-03 ទាំងឡាយសត្វពីអាវុធទំនើបទាំងឡាយដែលកម្ពុជាមិនទាន់បានបញ្ចេញគឺកម្ពុជាមិនទាន់បញ្ចេញដោយសារតែមិនទាន់ដល់ពេលដែលមានន័យថាអាវុធទំនើបដែលកម្ពុជាកំពុងប្រើមាន BM21 បណ្ដាអាវុធទាំងឡាយគឺអាចការពារបូរណភាពទឹកដីបាននៅឡើយគឺអាចប្រើប្រាស់បាននៅឡើយក៏ប៉ុន្តែបើសត្រូវឈ្លានពានហ៊ានតែចូលរំលោភបំពានមកលើអធិបតេយ្យកម្ពុជាជ្រៅឬប្រើអាវុធទំនើបបំពានច្បាប់អន្តរជាតិកាន់តែធ្ងន់ធ្ងរបាទគឺច្បាស់ឲ្យតែកម្ពុជាមិនទុកទេមិនទុកទេនៅសត្វពីអាវុធយុទ្ធឧបករណ៍អាវុធទំនើបទាំងឡាយដែលយើងហៅថាជាសំណាញ់មេឃនោះមិនថាបាក់សីស្លាបដៃ F16 ឬក៏យន្តហោះចម្បាំងទាំងឡាយណានោះទេឲ្យតែឈានជើងចូលមកលើដែនអាកាសកម្ពុជា
គឺត្រូវតែកំតិចបាទគឺត្រូវតែកំតិចនេះហើយគឺជាអ្វីដែលខ្ញុំចង់ជម្រាបជូនពុកម៉ែបងប្អូនសូមជឿជាក់លើយុទ្ធសាស្ត្ររបស់សម្ដេចតេជោសែនយុទ្ធសាស្ត្ររបស់សម្ដេចកឹមបតីតាក់ទងទៅនឹងការប្រើប្រាស់នៅសព្វាវុធយុទ្ធឧបករណ៍ដើម្បីបាញ់កំតិចបាទដើម្បីបាញ់កំតិចទៅនឹងខ្មាំងសត្រូវនាពេលនេះដូច្នេះខ្ញុំសូមជម្រាបជូនលោកអ្នកតែម្ដងតាក់ទងទៅនឹងការវាយប្រហាររបស់ចៅសៀមនៅថ្ងៃទី11ចាប់ពីពេលព្រឹកនេះថាតើវាយប្រហារនៅលើទីតាំងណាខ្លះបាទខ្ញុំសូមសង្ខេបជម្រាបជូនលោកអ្នកដូចតទៅនេះបច្ចុប្បន្នភាពអំពីស្ថានភាពនៃការឈ្លានពានរបស់ភាគីសៀមមកលើដែនអធិបតេយ្យភាពរបស់កម្ពុជានៅក្នុងយុទ្ធភូមិភាគទី4និងយុទ្ធភូមិភាគទី5នៅព្រឹកថ្ងៃទី11ខែធ្នូឆ្នាំ2025ទី1ស្ថានភាពជួរមុខនៅសមរភូមិទិសយុទ្ធភូមិភាគទី4យោធាថៃបានបើកការបាញ់ប្រហារមកលើកម្ពុជាគិតចាប់ពីម៉ោង 3:00 នាទីរសៀលចាប់ពីថ្ងៃទី10ខែធ្នូដល់ម៉ោង 7:00 នាទីព្រឹកថ្ងៃទី11ខែធ្នូ2025នេះបាទដូច្នេះគឺលើកឡើងតាំងពីថ្ងៃម្សិលមិញមកដល់ថ្ងៃនេះសៀមនៅតែបន្តបាញ់ប្រហារមកលើកម្ពុជានៅម៉ោង 15:05 នាទីយោធាសៀមបានប្រើប្រាស់រថក្រោះបុកចូលនៅតំបន់អានសេះនៅម៉ោង 16:30 នាទីយោធាសៀមបានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកចំនួន2គ្រាប់នៅម៉ោង 17:00 នាទីដល់ម៉ោង 20:25 នាទីយោធាសៀមបានវាយលុកខ្លាំងនៅភូមិសាស្ត្រភ្នំ677ផ្សារអូផ្កាស្នេហ៍និងភ្នំ500ប្រាសាទព្រះវិហារតាសឹមនិង5មករានៅថ្ងៃទី11ខែធ្នូឆ្នាំ2025បាទនៅថ្ងៃនេះតែម្ដងនៅម៉ោង 4:40 នាទីយោធាសៀមបានចាប់ផ្ដើមបើកការបាញ់ប្រហារមកលើកម្ពុជាដោយកាំភ្លើងធំចូលប្រាសាទខ្នាម៉ោង 4:50 នាទីយោធាសៀមបានចាប់ផ្ដើមបើកការបាញ់ប្រហារមកលើកម្ពុជាដោយកាំភ្លើងធំចូលក្នុងតំបន់ថ្មដូនបន្ទាប់មកនៅម៉ោង 5:00 នាទីយោធាសៀមចាប់ផ្ដើមបើកការបាញ់ប្រហារមកលើកម្ពុជាដោយរថក្រោះកាំភ្លើងធំចូលទីតាំងថ្មដូនយ៉ាងច្រើននៅម៉ោង 5:20 នាទីយោធាសៀមបានចាប់ផ្ដើមបើកការបាញ់ប្រហារមកលើកម្ពុជានៅតំបន់មុខតាសឹមបន្ទាប់មកនៅម៉ោង 6:16 នាទីយោធាសៀមបានបើកការបាញ់ប្រហារមកលើកម្ពុជាដោយកាំភ្លើងធំកាំភ្លើងគាំទ្រចូលតំបន់អូស្មាច់បន្ទាប់មកម៉ោង 6:35 នាទីយោធាសៀមបានចាប់ផ្ដើមបើកការបាញ់ប្រហារមកលើកម្ពុជាចូលប្រាសាទតាក្របីចំណុចទី2ស្ថានភាពជួរមុខនៅសមរភូមិទិសយុទ្ធភូមិភាគទី5ភាគីថៃបានបើកការបាញ់ប្រហារមកលើកម្ពុជាដោយគិតចាប់ពីម៉ោង 3:00 នាទីរសៀលថ្ងៃទី10បន្តមកដល់ថ្ងៃទី11ខែធ្នូដល់ម៉ោង 7:00 នាទីដោយខាងក្រោមនេះនៅម៉ោង 15:12 នាទីកម្លាំងថ្មើរជើងថៃនៅតែបន្តបាញ់ប្រហារនិងព្យាយាមរុលចូលមកខាងភូមិសាស្ត្រនៃភូមិជោគជ័យម៉ោង 15:45 នាទីយោធាថៃបានប្រើប្រាស់ដ្រូនពាំគ្រាប់ទម្លាក់ចំភូមិសាស្ត្រឃុំថ្មដាភូមិសាស្ត្រអូភ្លុកដំរីម៉ោង 15:45 នាទីយោធាថៃបានបាញ់ផ្លោងគ្រាប់កាំភ្លើង 155 មីលីម៉ែត្រចំនួន2គ្រាប់ចូលសាលាបឋមសិក្សាខ្វាវលិចឃុំស្វាយជែកស្រុកស្វាយជែកហើយម៉ោង 15:45 នាទីរហូតដល់ម៉ោង 17:30 នាទីយោធាសៀមបានបន្តប្រើប្រាស់កាំភ្លើងធំប្រភេទ 155 មីលីម៉ែត្របានបាញ់មកលើទីតាំងរបស់កម្ពុជានៅភូមិសាស្ត្រឃុំថ្មដាស្រុកវាលវែងនិងអូភ្លុកដំរីម៉ោង 17:50 នាទីយោធាថៃបានបាញ់ផ្លោងជ្រុំនៅភូមិសាស្ត្រឃុំព្រៃច័ន្ទហើយម៉ោង 18:28 នាទីយោធាថៃបានបាញ់កាំភ្លើងធំប្រភេទ 155 មីលីម៉ែត្រចូលភូមិសាស្ត្រឃុំថ្មដាបន្ទាប់មកម៉ោង 19:40 នាទីរថក្រោះសៀមបានបើកសម្ដៅភូមិសាស្ត្រនៃបឹងត្រកួនម៉ោង 21:21 នាទីយោធាសៀមបានប្រើប្រាស់ដ្រូនពាំគ្រាប់មកទម្លាក់នៅក្នុងភូមិសាស្ត្រឃុំថ្មដាចំនួន2គ្រាប់ហើយម៉ោង 22:24 នាទីយោធាសៀមបានបន្តប្រើប្រាស់នៃកាំភ្លើងធំប្រភេទ 105 មីលីម៉ែត្រនិងដ្រូនពាំក្បាលគ្រាប់បាញ់ទម្លាក់តាមបណ្ដាគោលដៅឃុំថ្មដាស្រុកវាលវែងនៃខេត្តពោធិ៍សាត់ចំនួន11គ្រាប់ហើយបន្តមកទៀតនៅម៉ោង 16 នាទីនៅថ្ងៃទី11ខែធ្នូនេះយោធាសៀមបានបើកការបាញ់ប្រហារមកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជានៅក្នុងតំបន់អូភ្លុកដំរីខេត្តពោធិ៍សាត់កម្លាំងរបស់យើងរយៈកងទ័ពកម្ពុជារបស់យើងកំពុងតែឈរជើងយ៉ាងរឹងមាំប្រយុទ្ធតតាំងជាមួយនឹងខ្មាំងសត្រូវឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជាបាទនេះគឺជាការគោរពសង្ខេបគោរពជំរាបជូនលោកអ្នកលើការវិប្រហាររបស់ចៅសៀមមកលើអធិបតេយ្យរបស់កម្ពុជាហើយនាពេលនេះគឺកងទ័ពកម្ពុជាកំពុងតែឈរជើងយ៉ាងរឹងមាំការពារបូរណភាពទឹកដីវាយកំទេចខ្មាំងសត្រូវជាបន្តបន្ទាប់ដែលមិនអាចឈានជើងរុលមកចូលទឹកដីរបស់កម្ពុជាយើងបាននោះទេបាទកាន់តែចូលកាន់តែស្លាប់ច្រើនកាន់តែចូលគឺកម្ពុជាវាយកំទេចជាបន្តបន្ទាប់នេះហើយគឺជាសង្គ្រាមឈ្លានពានមកដល់ថ្ងៃទី11ខែធ្នូនេះទំហំនៃសង្គ្រាមគឺកាន់តែធំបាទពុកម៉ែបងប្អូនកាន់តែធំរីករាលគឺកាន់តែធំមហិច្ឆតាដ៏ខ្មៅកខ្វក់របស់មេដឹកនាំរបស់សៀមនេះគឺបងឈ្លានពានកម្ពុជាជាប្រវត្តិសាស្ត្រហើយពីសម័យកាលមួយឈានចូលមកដល់សម័យកាលមួយជាបន្តបន្ទាប់ដែលឈ្លានពានមកលើកម្ពុជាក៏ប៉ុន្តែមកដល់សម័យកាលតេជោសែននេះគឺអាចស្គាល់បាទ
គឺអាចស្គាល់នៅឆ្នាំខ្លាំងហើយគឺអាចស្គាល់នៅយុទ្ធសាស្ត្រប្រយុទ្ធដ៏អង្អាចក្លាហានយុទ្ធសាស្ត្រកំទេចខ្មាំងសត្រូវរបស់ដេជោសែនហើយនាពេលនេះយើងមិនចង់ឲ្យកើតមានសង្គ្រាមទេក៏ប៉ុន្តែយើងត្រូវបង្ខំចិត្តដើម្បីធ្វើសង្គ្រាមដើម្បីការពារទឹកដីបាទដើម្បីការពារប្រជាជនយើងដើម្បីការពារបូរណភាពទឹកដីអធិបតេយ្យរបស់ជាតិយើងហើយយើងសង្ឃឹមថាសហគមន៍អន្តរជាតិបណ្ដាអង្គការទាំងឡាយធំបាទដែលជាអង្គការអន្តរជាតិដែលមានឥទ្ធិពលក្តីគឺសូមមើលមកលើការឈ្លានពានរបស់ថៃមកលើកម្ពុជានៅពេលនេះហើយអ្វីដែលយើងបានលើនោះគឺសហរដ្ឋអាមេរិកដែលមានលោកដូណាល់ត្រាំគឺចាប់ផ្ដើមបញ្ចេញសារចូលខ្លួនដើម្បីអន្តរាគមន៍ឲ្យកម្ពុជានិងថៃបិទបញ្ចប់សង្គ្រាមក៏ប៉ុន្តែបើទោះបីជាយ៉ាងណាយើងមើលឃើញថាតើជំហររបស់សហរដ្ឋអាមេរិកនឹងប្រើប្រាស់វិធានការបែបណាដើម្បីទប់យោធាសៀមមិនឲ្យឈ្លានពានមកលើកម្ពុជាបន្តដោយសារតែយើងមើលទៅលើជំហរនាពេលបច្ចុប្បន្នគឺផ្ទុយស្រឡះដាច់គ្នាតែម្ដងកម្ពុជាគឺបង្ហាញចំហគោរពទៅនឹងច្បាប់អន្តរជាតិគោរពទៅនឹងសេចក្តីថ្លែងការណ៍រួមគោរពទៅនឹងបទចូលបាញ់មិនចង់ឲ្យកើតមានសង្គ្រាមនៅតែរក្សាចំហក៏ប៉ុន្តែភាគីសៀមថ្នាក់ដឹកនាំសៀមគឺបានប្រកាសចំហបំផ្លាញនូវកិច្ចព្រមព្រៀងមិនគោរពទៅនឹងច្បាប់អន្តរជាតិទាំងឡាយដែលបានបង្កើតឡើងនោះទេបាទដូច្នេះគឺផ្ទុយគ្នាស្រឡះដែលត្រង់ចំណុចនេះហើយសហគមន៍អន្តរជាតិក្តីលោកដូណាល់ត្រាំមហាអំណាចទាំងឡាយក្តីគឺគួរតែមើលទៅលើចំហរបស់សៀមឲ្យបានច្បាស់បាទសៀមទេដែលជាអ្នកបង្កើតវិវាទបង្កើតសង្គ្រាមកម្ពុជាគឺមិនមែនទេកម្ពុជាគឺជាតួអង្គដែលការពារទឹកដីការពារបូរណភាពទឹកដីរបស់កម្ពុជាតែប៉ុណ្ណោះបាទដូច្នេះយើងសង្ឃឹមថាសហគមន៍អន្តរជាតិលោកដូណាល់ត្រាំក្តីនឹងមានវិធានការក្តៅឆ្លើយតបទៅនឹងសៀមដែលឈ្លានពានមកលើកម្ពុជានាពេលនេះបាទខ្ញុំសូមសង្ខេបធ្វើបច្ចុប្បន្នភាពជូនលោកអ្នកត្រឹមតែប៉ុណ្ណេះទេដែលបញ្ជាក់ថាសង្គ្រាមមកដល់ពេលនេះគឺទំហំធំធេងណាស់បាទបើប្រៀបធៀបជាមួយនឹងសង្គ្រាមកាលពីលើកទី1លើកទី2នេះគឺធំធេងខ្លាំងផ្ដល់នូវភាពអន្តរាយផ្ដល់នូវផលវិបាកកាន់តែច្រើនប្រជាជនចំនួនមិនក្រៅរាប់ម៉ឺនអ្នកទេបាទគឺច្រើនរងគ្រោះជាបន្តបន្ទាប់ដូច្នេះខ្ញុំនឹងបន្តធ្វើបច្ចុប្បន្នភាពបាទស្ថានភាពក្តៅនេះគោរពជម្រាបជូនលោកអ្នកជាបន្តបន្ទាប់បាទសូមអរគុណ